បាទសួស្តីបងប្អូនអរគ្នានេះគឺទឹកធ្លាក់ខ្ញុំបក់នៅគ្រីរុំយើងណាលោកអ្នកបងប្អូនខ្លះធ្លាប់បានទៅកន្លែងនេះស្អាតខ្លាំងមែនទែនបាទគឺទឹកធ្លាក់មកដូចជាកន្លែងគេនិមិត្តចឹងណាបាទតែកន្លែងនេះជាកន្លែងធម្មជាតិហើយមានន័យថាទឹកនោះវាអត់មានគេធ្លាក់មកវាអត់មានកន្លែងទឹកពាំងសម្រាប់ឲ្យយើងហែលអីច្រើនទេអញ្ចឹងវាធ្លាក់មកលើថ្មហ្នឹងតែម្ដងហើយវាហូរចុះទៅក្រោមចឹងទៅបាទអញ្ចឹងខ្ញុំឈរនៅនេះគឺបាទឈរចូលកម្លាំងដោយសារយើងឡើងមកយើងយូរដែរយើងដើរឡើងមកដូចជា1 ម៉ោងអីដែរបាទដើរឡើងមកណាបាទហើយដើរមកហ្នឹងគឺមកដល់ម៉ោង3ល្ងាចហើយអត់មានដាក់បាយដាក់អីទេយើងដើរចេញមកម៉ោង2:10បាទអញ្ចឹងខ្ញុំថតលេងថតអីនៅហ្នឹងចឹងហើយទឹកធ្លាក់នេះស្អាតណាបងប្អូនក៏បានទៅម្ដងទៀតអីនឹងយ៉ាងណាទេនៅហ្នឹងហើយយើងទៅនេះទៅខែ5ទៀតហើយក្តៅពេលទៅឡើងភ្នំឡើងដើរឡើងអញ្ចឹងណាប៉ុន្តែនៅពេលដែលយើងដើរនៅដល់កន្លែងហ្នឹងគឺត្រជាក់ស្រួលណាស់ដោយសារវាមានជាតិចំហាយទឹកអីចឹងណាបាទហ្នឹងហើយខ្ញុំចូលចិត្តទៅទីហ្នឹងហើយវាមានទេសភាពស្អាតផ្លូវចូលអីដើមឈើធំអីចឹងណាបាទខ្ញុំស្ដាយដែរទៅការលើកហ្នឹងអត់បានមកទឹកអត់បានអីចឹងដោយសារយើងទៅដល់ជំនាញពេកបាទព្រោះយើងត្រូវចេញពីទឹកខេត្តចំបក់ហ្នឹងមកយើងត្រូវទៅកន្លែងការតែដើម្បីសម្រាប់ទៀតចឹងណាដល់កន្លែងដើរកំសាន្តតទៀតហ៎ពេលអញ្ចឹងអត់បានហួចទឹកមិនអីទេបាទអញ្ចឹងស្ដាយខ្លាំងមែនតើបាទអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបាទអរគុណច្រើន